សួស្តីមិត្តទាំងអស់គ្នាថ្ងៃនេះចាំបង្ហាញជាមួយនឹងប្រភេទម៉ាស៊ីនដុតកម្ដៅម្ហូបចាជាប្រភេទ air fryer ដែលយើងប្រើជាលក្ខណៈ family ជាគ្រួសារហើយវាមានលក្ខណៈខ្ជូតមែនតើនិងងាយស្រួលប្រើប្រាស់វាមានប៊ូតុងសម្រាប់បងដំឡើងជាមួយនឹងកម្ដៅបន្ថយកម្ដៅនិងជ្រើសរើសជាមួយមុខងារថាបងធ្វើការកម្ដៅជាមាន់ក៏យើងមានកម្ដៅជាប្រភេទត្រីក៏មានកម្ដៅជាប្រភេទនំក៏មានបងអាចជ្រើសរើសទៅតាមនឹងបានគឺគេមានកំណត់នាទីជូនបងស្រាប់ហើយតាក់ទងជាមួយនឹងនាទីបងអាចធ្វើការកំណត់នាទីដោយខ្លួនឯងផ្ទាល់បានទៀតណាកំណត់កម្ដៅខ្លួនឯងផ្ទាល់កំណត់នាទីខ្លួនឯងផ្ទាល់សម្រាប់អេក្រង់ផ្ទៃខាងមុខនៃម៉ាស៊ីននេះដែរគឺងាយស្រួលក្នុងការមើលនាទីនិងកម្ដៅបានច្បាស់ល្អហើយខាងលើដែរក៏មានការណែនាំសម្រាប់បងចង់កម្ដៅជាមួយនឹងមុខងារណាមួយគឺគេមានប្រាប់បងជាមួយនឹងនាទីនិងកម្ដៅច្បាស់នៅលើនោះណាយើងមានពីរពណ៌សម្រាប់បងជ្រើសរើសយើងមានពណ៌ទឹកដោះគោមួយជាមួយនឹងពណ៌បៃតងចាស់ដែលយើងបង្ហាញជូនបងឥឡូវនេះវាមានលក្ខណៈខ្ជូតមែនតើសម្រាប់បងដែលគាត់មិនចូលចិត្តធ្វើម្ហូបឃើញម៉ាស៊ីននេះហើយក៏មានអារម្មណ៍ឲ្យយើងធ្វើម្ហូបដូចគ្នាដែរខ្ញុំនិយាយត្រង់អញ្ចឹងបងស្រឡាញ់កុំភ្លេចធ្វើការឆាតមកខាង Berry Shop ហើយអាចសាកសួរព័ត៌មានបន្ថែមខាង Berry Shop បានអរគុណច្រើន